ជំរាបសួរដូរកន្លែងចង់បានថ្ងៃច័ន្ទនៅនេះបានថ្ងៃច័ន្ទមកយើងក្តៅបន្តិចអរគុណព្រះអង្គឥឡូវនេះនៅខកពីម៉ាថាយដដែលចំពោះ11ខ10ខមក19 20អរគុណព្រះអង្គខ្ញុំអានជូនពីព្រោះខ្ញុំបានអធិដ្ឋានហើយអរគុណព្រះអង្គនោះត្រង់នៅកាពីម៉ាថាយចំពោះ11ខ16នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុងជាកន្លែងដែលទ្រង់បានធ្វើការរឹតបារមីជាច្រើនពីព្រោះគេមិនបានប្រែចិត្តសោះគឺទ្រង់បានមានបន្ទូលថាខ្ញុំគាត់តាក់ទងតែខមួយនេះសិនខ20ចាំខ្ញុំអានទៅក្រោយទៀតនៅនោះទ្រង់ការចំនួនព្រះយេស៊ូវឃើញទេដល់ពេលរៀនសិក្សាទៅបានដឹងថាការចំនួនព្រះយេស៊ូវទ្រង់ចាប់បន្ទោសដល់អស់ទាំងក្រុងជាកន្លែងដែលទ្រង់បានធ្វើការរឹតបារមីជាច្រើនហេតុអីបានជាព្រះបន្ទោសទៅក្រុងទីក្រុងគឺមនុស្សនៅទីនោះអូខេអរគុណព្រះអង្គទាំងក្រុងជាកន្លែងដែលទ្រង់បានធ្វើការរឹតបារមីជាច្រើនទ្រង់បានទៅផ្សាយដំណឹងល្អជាដំណឹងល្អទ្រង់បានទៅប្រោសជំងឺទ្រង់បានទៅប្រោសអ្នកខ្វិនខ្វងអ្នករាក់ចូលមនុស្សស្លាប់ឲ្យរស់ឡើងវិញគឺថាធ្វើការទាំងអស់គឺនៅពេលនោះគឺទ្រង់មានបន្ទូលថាគឺថាការអស្ចារ្យនៅក្នុងទាំងអស់ចុះហេតុអីទ្រង់តាំងបន្ទូលគឺថាខ្ញាល់ទ្រង់ខ្ញាល់រឹតបារមីជាច្រើនពីព្រោះគេមិនបានប្រែចិត្តគឺទ្រង់មានបន្ទូលថាឃើញទេដល់ពេលទ្រង់ទៅយើងទៅផ្ទាល់ហើយនៅតែមិនប្រែចិត្តទៀតអញ្ចឹងអ្នកដែលបម្រើការងារទ្រង់បើសិនណាជាស្វិតស្វាញដូចជាទ្រង់ធ្វើការដូចជាទ្រង់ប្រទានពរព្រះប្រទានពរកុំយកពាក្យថាសូម្បីតែព្រះយេស៊ូវមិនទ្រង់ទីក្រុងនឹងទ្រង់បន្ទោសធ្វើរឹតបារមីយ៉ាងណាក៏ដោយក៏នៅតែមិនព្រមប្រែចិត្តនេះជាលក្ខណៈមួយដែលព្រះចង់បរៀនយើងឲ្យយើងដឹងថាព្រះធ្វើការអស្ចារ្យប៉ុណ្ណឹងហើយនៅតែមិនទទួលស្គាល់នូវសេចក្តីពិតរបស់ទ្រង់ជួយជីវិតប៉ុណ្ណឹងហើយនៅតែមិនបានស្គាល់សេចក្តីពិតទ្រង់តើទីក្រុងជាទីក្រុងអីដែលមិនព្រមប្រែចិត្តសោះគឺទីក្រុងហិនវិនាដូចជានៅក្នុងក្រុងសូដុំកូម៉ារ៉ាអញ្ចឹងហ្នឹងដូចខ្ញុំបានជម្រាបពីវីដេអូមុនអញ្ចឹងខ្ញុំនឹងបរៀនពីការបន្លិចទឹកនិងក្រុងសូដុំកូម៉ារ៉ាដោយសារតែអំពើមិនព្រមកែប្រែចិត្តអញ្ចឹងណាដល់អញ្ចឹងទៅវាធ្វើឲ្យទីក្រុងមួយទាំងមូលនេះគឺថាយល់ដោយសារភ្លើងនឹងហ្មងភ្លើងស្ពាន់ធន់បណ្ដាដូច្នេះសូមទោសខ្ញុំពាក់វ៉ែនតានោះកាលណាខ្ញុំនៅល្ងឹតវាខ្លាយជាពណ៌សតែបើទៅភ្លើថ្ងៃចាំងមកគឺវ៉ែនតាខ្ញុំឡើងជាខ្មៅហើយដូចជាខ្ញុំមិនបានពាក់វ៉ែនតាខ្មៅទេគឺពាក់វ៉ែនតាសគេជួយការពារភ្នែកព្រោះភ្នែកខ្ញុំចាស់ហើយអូខេអរគុណព្រះអង្គនឹងទ្រង់បានធ្វើការរឹតបារមីជាច្រើនពីព្រោះគេមិនបានប្រែចិត្តគឺទ្រង់មានបន្ទូលថាឃើញទេទ្រង់មានបន្ទូលថាខ្ញុំអត់ចង់ធ្វើវីដេអូមួយហើយទៅវីដេអូមួយដើម្បីយកពេលវេលានឹងចង់បានលុយមកពីវីដេអូបងប្អូនយើងអ្នកខ្លះគេធ្វើដើម្បីចង់ចុច Subscribe ចង់ធ្វើអ្វីផ្សេងដើម្បីចង់បានលុយពីអ៊ីនធឺណិតខ្ញុំអត់ចង់បានទេពីព្រោះព្រះឲ្យខ្ញុំធ្វើខ្ញុំទៅធ្វើបងប្អូនណាមើលជាការមួយព្រះប្រទានពរហើយនឹងធ្វើតាមការដែលព្រះចង់បរៀនបងប្អូនយើងទៅអរគុណព្រះអង្គសូមព្រះប្រទានពរជំរាបលានៅខតទៀត